មុននឹងយើងស្វែងយល់ប្រធានបទជាមួយគ្នាដែលមានចំណងជើងថាអ្នកដែលនៅព្រួយហើយមានបន្ទុកធ្ងន់អើយចូលមកឯព្រះចឹងបងប្អូនទាំងអស់គ្នាចូលទៅកាន់ខគម្ពីរម៉ាថាយចំពុក11ខ28អស់អ្នកដែលនឿយព្រួយហើយផ្ទុកធ្ងន់អើយចូលមកឯខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សម្រាកបច្ចុប្បន្ននេះមនុស្សជាច្រើនកំពុងរស់នៅក្រោមសម្ពាធនៃការងារបញ្ហាគ្រួសារទុក្ខព្រួយផ្លូវចិត្តនិងបន្ទុកជាច្រើនដែលមើលទៅធ្ងន់លើសកម្លាំងរបស់ខ្លួនមនុស្សខ្លះខំប្រឹងរហូតអស់កម្លាំងចិត្តនឿយព្រួយរឹកទីសម្រាកគ្មានព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទបានមានបន្ទូលបង្គាប់ដោយព្រះហឫទ័យសប្បុរសថាអ្នកដែលនឿយព្រួយហើយមានបន្ទុកយ៉ាងធ្ងន់ចូលមកឯទ្រង់ព្រះបន្ទូលនេះបង្ហាញថានៅក្នុងព្រះអង្គមានកន្លែងសម្រាកសម្រាប់អ្នកដែលកំពុងមានបន្ទុកជាទម្ងន់ដែលមានកម្លាំងខ្សោយនិងកំពុងតស៊ូក្នុងឆាកជីវិតតើហេតុអ្វីបានជាមនុស្សនឿយព្រួយនិងមានបន្ទុកធ្ងន់គួរចូលមករកឯព្រះអម្ចាស់តើការមកឯទ្រង់នឹងនាំអ្វីសម្រាប់ជីវិតរបស់ពួកគេចំណុចទី1ព្រះយេស៊ូវគ្រីស្ទជាទីជម្រកសម្រាប់អ្នកដែលអស់កម្លាំងមុនដំបូងយើងត្រូវយល់ថាព្រះអម្ចាស់មិនមែនបង្គាប់មនុស្សដែលខ្លាំងជាងគេឡើយតែទ្រង់បង្គាប់អ្នកដែលទន់ខ្សោយនិងអស់កម្លាំងជាមុននៅក្នុងម៉ាថាយដដែលចំពុក11ខ28អស់អ្នកដែលនឿយព្រួយហើយផ្ទុកធ្ងន់អើយចូលមកឯខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សម្រាកព្រះយេស៊ូវគ្រីស្ទស្គាល់ភាពនឿយព្រួយរបស់មនុស្សយ៉ាងច្បាស់ទ្រង់មិនបានបណ្ដេញអ្នកដែលកំពុងមានបន្ទុកទេតែទ្រង់ហៅគេឲ្យចូលមករកទ្រង់នេះជាសេចក្តីមេត្តាករុណាដែលបើកផ្លូវឲ្យមនុស្សរកបានការលួងលោមឬការកំសាន្តចិត្តមកពីព្រះអង្គម្ចាស់នៅពេលមនុស្សដាក់បន្ទុករបស់ខ្លួននៅចំពោះព្រះអង្គម្ចាស់នោះគេនឹងដឹងថាទ្រង់មិនមែនជាបន្ទុកបន្ថែមទេតែជាការសម្រាលបន្ទុកទៅវិញយើងមើលក្នុងទំនុកដំកើងចំពុក55ខ22ចូលផ្ទេរបន្ទុករបស់អ្នកទៅលើព្រះយេហូវ៉ានោះទ្រង់នឹងជួយទប់ទល់អ្នកទ្រង់មិនព្រមឲ្យមនុស្សសុចរិតត្រូវរង្គើឡើយខគម្ពីរនេះលើកទឹកចិត្តឲ្យយើងផ្ទេរការព្រួយរបស់យើងទៅលើព្រះអង្គម្ចាស់មនុស្សមិនអាចទ្រាំទ្របន្ទុកគ្រប់យ៉ាងដោយខ្លួនឯងបានទេប៉ុន្តែព្រះអង្គម្ចាស់ជាព្រះដែលគាំទ្រនឹងមិនអោយមនុស្សសុចរិតត្រូវរង្គោះរង្គើរហូតដល់ដួលឡើយនេះជាការបង្គាប់ឲ្យមានជំនឿនិងការទុកចិត្តលើទ្រង់ដូច្នេះកម្លាំងរបស់យើងមិនបានកើតពីការតស៊ូម្នាក់ឯងទេតែកើតពីការពឹងផ្អែកលើព្រះអង្គម្ចាស់យើងមើលនៅក្នុងអេសាយចំពុក40ខ29ដល់ខ31ទ្រង់រមែងចម្រើនកម្លាំងដល់អ្នកដែលល្វើយហើយចំណែកអ្នកដែលគ្មានកម្លាំងសោះនោះទ្រង់ក៏ប្រទានឲ្យទោះទាំងពួកជំទង់គេនឹងល្វើយហើយនឿយហត់ទៅបានពួកកំឡោះក៏នឹងដួលជ្រលាក់បានផងតែអស់អ្នកណាដែលសង្ឃឹមដល់ព្រះយេហូវ៉ាវិញនោះនឹងមានកម្លាំងចម្រើនជានិច្ចគេនឹងហើរឡើងទៅលើដោយស្លាបដូចជាឥន្ទ្រីគេនឹងរត់ទៅឥតដែលហត់ហើយនឹងដើរឥតដែលល្វើយឡើយព្រះអង្គម្ចាស់ប្រទានកម្លាំងដល់អ្នកដែលខ្សោយហើយបន្ថែមឲ្យអ្នកដែលគ្មានកម្លាំងឡើងវិញមនុស្សដែលសង្ឃឹមលើព្រះអង្គនឹងទទួលបានកម្លាំងថ្មីដូចជាឥន្ទ្រីហើរឡើងដោយសារកម្លាំងវិលមកវិញដោយសារព្រះនេះបង្ហាញថាការមកឯព្រះមិនមែនធ្វើឲ្យយើងបាត់បង់អ្វីឡើយតែធ្វើឲ្យយើងទទួលបានកម្លាំងថ្មីដូច្នេះហើយចំណុចទាំងនេះបង្ហាញយ៉ាងច្បាស់ថាព្រះយេស៊ូវគ្រីស្ទជាជម្រកសម្រាប់អ្នកដែលអស់កម្លាំងហើយពេលយើងដាក់បន្ទុករបស់យើងទៅលើទ្រង់នោះទ្រង់នឹងប្រទានកម្លាំងថ្មីដល់យើងចំណុចទី2ការមកឯព្រះនាំឲ្យបានសេចក្តីសម្រាកនិងសេចក្តីសុខសាន្តបន្ទាប់ពីមនុស្សមកឯព្រះអម្ចាស់សេចក្តីសម្រាកដែលទ្រង់បានប្រទានមិនមែនជាការឈប់ធ្វើការប៉ុន្តែជាសេចក្តីសុខសាន្តនៅក្នុងចិត្តយើងមើលនៅក្នុងម៉ាថាយចំពុក11ខ29
ចូលទទួលនឹមខ្ញុំហើយរៀននឹងខ្ញុំចុះត្បិតខ្ញុំស្លូតហើយមានចិត្តសុភាពនោះអ្នករាល់គ្នានឹងបានសេចក្តីសម្រាកដល់ព្រលឹងព្រះយេស៊ូវគ្រីស្ទបង្គាប់យើងឲ្យយកនឹមទ្រង់ហើយរៀនពីទ្រង់ត្បិតទ្រង់ស្លូតនិងមានចិត្តសុភាពនេះមានន័យថាការរស់នៅជាមួយនឹងព្រះអង្គនាំឲ្យយើងរៀនពីរបៀបរស់នៅដោយសន្តិភាពមិនបារម្ភខ្លាំងពេកនិងមិនរស់ដោយក្រោមសម្ពាធដ៏ធ្ងន់របស់ខ្លួនទៀតទេព្រះអង្គម្ចាស់មិនត្រឹមតែសម្រាលបន្ទុកយើងប៉ុណ្ណោះទេតែទ្រង់ក៏ប្រទានសេចក្តីសុខសាន្តដែលលោកីយ៍នេះមិនអាចផ្ដល់បានដែរយើងមើលក្នុងយ៉ូហានចំពុក14ខ27ខ្ញុំទុកសេចក្តីសុខនៅនឹងអ្នករាល់គ្នាគឺខ្ញុំឲ្យសេចក្តីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នាហើយដែលខ្ញុំឲ្យនោះមិនមែនដូចជាលោកីយ៍ឲ្យទេកុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភឬភ័យឡើយព្រះយេស៊ូវគ្រីស្ទបានសន្យាប្រទានសេចក្តីសុខសាន្តរបស់ទ្រង់ដល់ពួកសិស្សសេចក្តីសុខសាន្តនេះខុសពីសេចក្តីសុខសាន្តតាមលក្ខណៈលោកីយ៍ដែលអាស្រ័យទៅលើស្ថានភាពល្អឬអាក្រក់តែសេចក្តីសុខសាន្តរបស់ព្រះអង្គម្ចាស់គឺស្ថិតនៅក្នុងការជឿទុកចិត្តលើទ្រង់ទោះជាជីវិតមានបញ្ហាយ៉ាងណាក៏ដោយនៅពេលដែលចិត្តបានសម្រាកក្នុងព្រះអង្គម្ចាស់នោះមនុស្សនឹងអាចបន្តដំណើរជីវិតដោយភាពស្ងប់សុខនិងមានកម្លាំងទ្រាំទ្រការលំបាកយើងមើលនៅក្នុងបទគម្ពីរភីលីបចំពុក4ខ6ដល់ខ7កុំឲ្យខ្វល់ខ្វាយអ្វីឡើយចូលទូលដល់ព្រះឲ្យជ្រាបពីសេចក្តីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ដោយសេចក្តីអធិដ្ឋាននិងពាក្យទូលអង្វរទាំងពោលពាក្យអរព្រគុណផងយ៉ាងនោះសេចក្តីសុខសាន្តរបស់ព្រះដែលហួសលើសពីអស់ទាំងគំនិតនឹងជួយការពារចិត្តហើយនឹងគំនិតរបស់អ្នករាល់គ្នាក្នុងព្រះគ្រីស្ទយេស៊ូវខគម្ពីរនេះបង្រៀនឲ្យយើងកុំបារម្ភអំពីអ្វីទាំងអស់ប៉ុន្តែត្រូវនាំការគ្រប់គ្រងទាំងអស់ទៅកាន់ព្រះដោយការអធិដ្ឋានពេលយើងធ្វើដូច្នេះសេចក្តីសុខសាន្តរបស់ព្រះអង្គនឹងការពារចិត្តនិងគំនិតរបស់យើងនេះបង្ហាញថាការអធិដ្ឋានមិនមែនជាពាក្យសម្ដីទទេទេតែជាផ្លូវទៅរកសេចក្តីសម្រាកពិតប្រាកដដូច្នេះការមកឯព្រះអម្ចាស់មិនត្រឹមតែជាការស្វែងរកជំនួយប៉ុណ្ណោះទេប៉ុន្តែជាការទទួលសេចក្តីសម្រាកនិងសេចក្តីសុខសាន្តដែលធ្វើឲ្យចិត្តបានស្ងប់ចំណុចទី3ការមកឯព្រះនាំឲ្យមានជីវិតថ្មីនិងផ្លូវថ្មីសម្រាប់បន្តដំណើរនៅពេលមនុស្សទទួលការសម្រាកពីព្រះអម្ចាស់គាត់មិនត្រឹមតែបានសម្រាកប៉ុណ្ណោះទេតែក៏ទទួលបានជីវិតថ្មីក្នុងការរស់នៅជាមួយនឹងទ្រង់ផងដែរយើងមើលនៅក្នុងកូរិនថូសខ្សែទី2ចំពុក5ខ17បានជាបើអ្នកណានៅក្នុងព្រះគ្រីស្ទនោះឈ្មោះថាបានកើតជាថ្មីហើយអស់ទាំងសេចក្តីចាស់បានកន្លងបាត់ទៅមើលគ្រប់ទាំងអស់បានត្រឡប់ជាថ្មីវិញអ្នកណានៅក្នុងព្រះគ្រីស្ទគឺជាអ្នកដែលកើតជាថ្មីនេះមានន័យថាព្រះអម្ចាស់អាចផ្លាស់ប្ដូរចិត្តគំនិតនិងទិសដៅជីវិតរបស់មនុស្សបានការមកឯទ្រង់មិនមែនគ្រាន់តែសម្រាប់បញ្ហាបច្ចុប្បន្នទេតែសម្រាប់ជីវិតទាំងមូលផងដែរព្រះអម្ចាស់ប្រទានកម្លាំងឲ្យយើងមិនគ្រាន់តែផ្លាស់ប្ដូរជាថ្មីប៉ុណ្ណោះទេប៉ុន្តែឲ្យយើងបន្តដំណើរដោយភាពស្មោះត្រង់និងការធ្វើការល្អយើងនៅក្នុងកាឡាទីចំពុក6ខ9កុំឲ្យយើងណាយចិត្តនឹងធ្វើការល្អឡើយត្បិតបើមិនរសាយចិត្តទេនោះដល់កំណត់យើងនឹងច្រូតបានហើយខគម្ពីរនេះលើកទឹកចិត្តឲ្យយើងកុំណាយចិត្តកុំអស់សង្ឃឹមក្នុងការធ្វើការល្អទោះបីជាមិនឃើញផលភ្លាមក៏ដោយក៏ព្រះអម្ចាស់ទ្រង់ស្គាល់ការខិតខំរបស់យើងការមកឯទ្រង់ជួយឲ្យយើងមានចិត្តរឹងមាំដើម្បីបន្តធ្វើការល្អនិងរស់នៅក្នុងផ្លូវដែលត្រឹមត្រូវជាងនេះទៅទៀតពេលយើងដើរជាមួយនឹងព្រះអម្ចាស់នោះយើងមិនដើរតែម្នាក់ឯងឡើយព្រោះព្រះអង្គនៅជាមួយនឹងយើងក្នុងគ្រប់ដំណាក់កាលនៃជីវិតយើងមើលនៅក្នុងហេព្រើរចំពុក13ខ5ដល់ខ6ចូលឲ្យកិរិយាដែលអ្នករាល់គ្នាប្រព្រឹត្តបានឥតលោភឡើយឲ្យស្កប់ចិត្តនឹងរបស់ដែលមានហើយប៉ុណ្ណោះចុះត្បិតទ្រង់មានបន្ទូលថាអញនឹងមិនចាកចេញពីឯង
ក៏មិនបោះបង់ចោលឯងឡើយបានជាយើងរាល់គ្នានឹងនិយាយដោយក្លាហានថាខ្ញុំមិនព្រមខ្លាចឡើយព្រោះព្រះអម្ចាស់ទ្រង់ជាជំនួយខ្ញុំតើមនុស្សនឹងធ្វើដល់ខ្ញុំជាយ៉ាងណាបានព្រះអម្ចាស់មិនបោះបង់រាជរបស់ទ្រង់ឡើយការដឹងថាព្រះអង្គគង់នៅជាមួយនឹងយើងធ្វើឲ្យយើងមិនភ័យខ្លាចទេទោះជាស្ថានភាពជំវិញមិនងាយស្រួលក៏ដោយនេះជាមូលដ្ឋាននៃជីវិតដែលមានសុវត្ថិភាពនិងមានក្តីសង្ឃឹមហេតុនេះការនឹកឯព្រះអម្ចាស់មិនបញ្ចប់ត្រឹមការទទួលការលួងលោមប៉ុណ្ណោះទេតែជាការចាប់ផ្ដើមជីវិតថ្មីដែលពោរពេញដោយកម្លាំងសេចក្តីសង្ឃឹមនិងការធ្វើការល្អដោយសារតែព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទជាអ្នកបង្គាប់និងជាអ្នកប្រទានសេចក្តីសម្រាកដូច្នេះអ្នកដែលនឿយព្រួយហើយមានបន្ទុកយ៉ាងធ្ងន់គួរមើលឯព្រះអង្គដោយជំនឿនិងដោយចិត្តបើកចំហសពថ្ងៃមនុស្សនៅតែរស់នៅក្រោមបន្ទុកជាច្រើនមិនថាជាបញ្ហាគ្រួសារបញ្ហាការងារសុខភាពឬការព្រួយបារម្ភក្នុងចិត្តប៉ុន្តែព្រះបន្ទូលរបស់ព្រះអម្ចាស់នៅតែមានតម្លៃនិងសមស្របសម្រាប់ជីវិតសពថ្ងៃដោយបង្កប់យើងឲ្យមករឹកត្រង់មុនពេលបន្ទុកធ្ងន់ជាងមុនឬកំពុងដែលមានបន្ទុកសូមកុំទុកបន្ទុករបស់ខ្លួនឲ្យកើនឡើងដោយភាពឯកានិងការព្យាយាមតែខ្លួនឯងសូមចូលមើលឯព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទត្បិតទ្រង់ស្លូតមានមេត្តាករុណាហើយអាចផ្ដល់សេចក្តីសម្រាកដល់ចិត្តដែលនឿយព្រួយបានពេលយើងមើលរឹកត្រង់យើងនឹងឃើញថាការរស់នៅជាមួយនឹងព្រះអង្គគឺជាជីវិតដែលមានសេចក្តីសុខសាន្តកម្លាំងនិងសេចក្តីសង្ឃឹមសូមព្រះប្រទានពរ